សូមគោរពជម្រាបសួរសិស្សានុសិស្សទាំងអស់គ្នាខ្ញុំបានពំនាំនៅសំណួរ3សំណួរទៀតហើយពីសំណួរទី41ដល់សំណួរទី43សំណួរទី41តើប្រទេសកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិនៅថ្ងៃខែឆ្នាំណាសំណួរទី42តើជំនួយរបស់សហរដ្ឋអាមេរិកក្នុងសម័យសង្គមរាស្ត្រនិយមជួយទៅលើអ្វីខ្លះសំណួរទី43តើដើម្បីប្រឆាំងនឹងកម្ពុជាប្រទេសថៃនិងវៀតណាមខាងត្បូងបានធ្វើសកម្មភាពដូចម្តេចតោះឥឡូវយើងចូលទៅដល់ចម្លើយ41ប្រទេសកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិនៅថ្ងៃទី14ខែធ្នូឆ្នាំ1955ចំពោះសំណួរនេះពាក់ព័ន្ធនឹងការប្រឡងក៏ជាសំណួរដែលត្រៀមនឹងចេញប្រឡងផងដែរដែលផ្ដោតទៅការសួរនៅសំណួរទី1ដែលសួរពាក់ព័ន្ធទៅនឹងថ្ងៃខែឆ្នាំអញ្ចឹងសិស្សានុសិស្សទាំងអស់គ្នាគួរតែចងចាំនៅថ្ងៃខែឆ្នាំដែលប្រទេសកម្ពុជាយើងបានចូលជាអង្គការសហប្រជាជាតិសំណួរទី42ជំនួយរបស់សហរដ្ឋអាមេរិកជួយទៅលើវិស័យយោធាមួយផ្នែកទៀតបានធ្លាក់ទៅក្នុងកម្ដាប់ដៃមន្ត្រីមានអំណាចអញ្ចឹងក្នុងសម័យសង្គមរាស្ត្រនិយមជំនួយរបស់សហរដ្ឋអាមេរិកដែលជួយមកលើប្រទេសកម្ពុជាគឺលើវិស័យយោធាហើយមួយផ្នែកទៀតគឺនៅក្នុងកម្ដាប់ដៃរបស់មន្ត្រីមានអំណាចដែលធ្វើឲ្យជំនួយវិស័យយោធាគឺមានចំនួនតិចតួចតោះសំណួរទី43ហើយក៏ជាចម្លើយ43ដើម្បីប្រឆាំងនឹងប្រទេសកម្ពុជាប្រទេសថៃនិងវៀតណាមខាងត្បូងបានធ្វើសកម្មភាពដូចជាបិទព្រំដែនសេដ្ឋកិច្ចធ្វើវិធានសនានយោបាយទៅតាមបណ្ដាព្រំដែនប្រទេសថៃបានគ្រប់គ្រងសកម្មភាពពួកខ្មែរសេរីដែលជាកងទ័ពឧទាមប្រឆាំងរដ្ឋាភិបាលកម្ពុជាដែលបានផ្ដល់ទឹកដីឲ្យកសាងជំរំហត្ថទ័ពប្រទេសថៃបានអនុញ្ញាតឲ្យកសាងស្ថានីយវិទ្យុផ្សាយសម្លេងដើម្បីធ្វើការឃោសនាប្រឆាំងនឹងនយោបាយសង្គមរាស្ត្រនិយមកងទ័ពវៀតណាមបានធ្វើសកម្មភាពឈ្លានពានចូលបណ្ដាខេត្តមួយនៅតាមបណ្ដាព្រំដែនបាទអរគុណច្រើនបងប្អូនសិស្សានុសិស្សទាំងអស់គ្នាសូមរងចាំនៅសំណួរបន្តទៀតអរគុណច្រើន